ចិត្តសង្វេគសំណេរលោកពូខឹមបេសនាថ្ងៃទី24ខែមិនិនាឆ្នាំ2020មនុស្សមិនដេចគ្មានអារម្មណ៍គិតថាជីវិតដូចជាគ្មានន័យអីទេទោះយើងខ្លាចជាសេដ្ឋីមានទ្រព្យសម្បត្តិលើសគេក្នុងពិភពលោកក៏ដោយយើងមានអាយុវែងមិនដែលឈឺក៏ដោយយើងមានរូបសម្ផស្សស្អាតលើសគេមួយពិភពលោកក៏ដោយយើងមានមុខមាត់កិត្តិយសល្បីលើសគេមួយពិភពលោកក៏ដោយយើងមានទេពកោសល្យអ្វីមួយលើសគេលើពិភពលោកក៏ដោយនៅមានអ្វីទៀតដែលពូមិនទាន់រៀបរាប់ហើយអ្នកទាំងអស់គ្នាគិតថាវាជាគ្រឿងគួរឲ្យមានន័យសម្រាប់ជីវិតនេះខ្លាំងណាស់តែក្នុងអារម្មណ៍ពូនៅតែដិតដាមនៅភាពគ្មានបានការភាពអត់ន័យនៃជីវិតតែទាំងអស់គិតឃើញដល់ចំណុចនេះដិតដាមក្នុងអារម្មណ៍ចិត្តដែលសង្វេគអំពីជីវិតខ្លួនកើតមានឡើងពេលសម្លឹងទៅអ្នកជុំវិញខ្លួនទាំងអស់ក្នុងលោកចេះតែគិតទៅឆ្ងាយទៅវែងទៅយូរទៅចិត្តដែលសង្វេគនឹងជីវិតមនុស្សទាំងអស់ក៏កើតមានឡើងចិត្តមួយទៀតចេះតែនឹកគិតថាធម្មជាតិនេះតើបង្កើតជីវិតមកធ្វើអីណោះព្រឹកក៏អញ្ចឹងថ្ងៃក៏អញ្ចឹងល្ងាចក៏អញ្ចឹងយប់ក៏អញ្ចឹងលុះដល់ព្រឹកស្អែកឡើងតាំងភាពដដែលនឹងមកទៀតហើយម្ដេចក៏គេមិនធុញណោះឆ្ងល់ណាស់ហេតុអីធម្មជាតិនេះសាហាវម្លេះបង្កើតជីវិតមកដើម្បីតែមកជួបមកប្រព្រឹត្តតែរឿងធុញបែបនេះរឿងអត់បានការបែបនេះរឿងជិះជាន់គ្នាបែបនេះរឿងអយុត្តិធម៌បែបនេះអញ្ចឹងចេះតែគិតថាជីវិតនេះមនុស្សគ្រប់គ្នាសុទ្ធតែត្រូវមានអារម្មណ៍ដូចយើងទាំងអស់បានត្រូវសង្វេគពីជីវិតណាស់ស្រាប់តែមានមនុស្សមានចិត្តជិះជាន់គេកេងប្រវាញ់គេអួតអាងដាក់គេចង់ឲ្យគេហែហោមខ្លួនលើកសរសើរខ្លួនហើយបង្កើតកូនទុកឲ្យគេហែហោមទៀតទុកឲ្យគេលើកដង្កើងទៀតទុកឲ្យគេគោរពទៀតពូចេះតែឆ្ងល់ថាចិត្តអីក៏អាក្រក់ខ្លាំងម្ល៉េះមើលមិនឃើញជីវិតទាំងអស់នៅលើផែនដីនេះសុទ្ធតែត្រូវការដូចគ្នាត្រូវការរស់ស្រួលត្រូវការស៊ីស្រួលត្រូវការសុខសន្តិភាពមិនក៏មានមនុស្សទៅជាចង់ត្រួតត្រាមនុស្សចង់ឲ្យមនុស្សគោរពខ្លួនមិនដេចមានអារម្មណ៍ថាសេចក្តីសុខរបស់ខ្លួនវាសំខាន់ជាងគេទាំងអស់អញ្ចឹងសេចក្តីសុខរបស់ប្រពន្ធកូនខ្លួនវាសំខាន់លើសគេទាំងអស់អញ្ចឹងតើធម្មជាតិនេះបង្កើតឲ្យអ្នកខ្លាំងឈ្នះអ្នកខ្សោយអញ្ចឹងឬអ្នកខ្លាំងគួរតែបានជាទីពឹងរបស់អ្នកខ្សោយអ្នកមានគួរតែបានជាទីពឹងរបស់អ្នកក្របើคล้ายទៅជាអ្នកដឹកនាំប្រទេសដឹកនាំពិភពលោកដើម្បីឲ្យខ្ពស់មុខខ្ពស់មាត់គ្រួសារខ្លួនរស់នៅស្រួលជាងគេពូចេះតែមានអារម្មណ៍ថាមនុស្សនេះឈួតទេឬមនុស្សនេះកំពុងតែវង្វេងតែតើគ្មានចាំបាច់អីតល់តែសោះដែលជីវិតត្រូវការរឿងទាំងអស់នេះសម្រាប់ចិត្តពូបើមិនបានទៅជាទីពឹងការផ្ដល់សេចក្តីសុខឲ្យមនុស្សទាំងនគរបើមិនបានផ្ដល់សេចក្តីសុខឲ្យមនុស្សទូទាំងពិភពលោកទេមិនដឹងឈួតទៅប្រឹងដឹកនាំប្រទេសដឹកនាំលោកហត់ស្ទើរងាប់ធ្វើអីទេបើជាសេចក្តីត្រូវការរបស់មនុស្សក្នុងលោកឬក្នុងនគរមួយណាហើយចេះតែទ្រាំហត់ទៅព្រោះវាជាសេចក្តីសុខរបស់មនុស្សច្រើនអ្នកណាស់គ្នាល្ងឹតគ្នាល្ងងរកអ្នកទីពឹងមិនបានរកអ្នកដឹកនាំជីវិតខ្លួនមិនបានណាហើយជួយធ្វើការងារនេះឲ្យគ្នាទៅនោះការងារដែលយើងបានធ្វើក្នុងអារម្មណ៍ពូជាការងារដែលមានតម្លៃគួរនឹងធ្វើហើយដោយគិតក្នុងលំអាននេះគេក៏ដូចយើងក៏ដូចគេនេះគឺចិត្តគ្មានអញជាមួយនឹងចិត្តសង្វេគគ្រប់ជីវិតព្រះពុទ្ធបានត្រាស់ដឹងធម្មជាតិហើយការត្រាស់ដឹងនេះបានជួយដល់សពសត្វមិនមែនតែជីវិតមនុស្សទេគឺជីវិតសត្វគ្រប់ឋានទាំងអស់ដែលអាចជួយបានពូនឹកឃើញពីចិត្តពូទៅក្នុងតម្រុយនេះដែរគឺទៅពីក្រោយលំអានចិត្តព្រះពុទ្ធនៅទីបំផុតពូបានស្គាល់បានយល់នៅធម៌ដែលព្រះពុទ្ធសម្ដែងហើយពូនឹកទៅចិត្តសត្វគឺត្រូវនៅក្នុងលំអានចិត្តនេះដូចគ្នាទើបអាចយល់ពីធម្មជាតិឬយល់ពីធម៌ដែលត្រាស់ដឹងដោយព្រះសម្មាសម្ពុទ្ធបានមនុស្សដែលអាត្មានិយមមិនចេះគិតគេគិតឯងគឺគ្មានចិត្តមាននិស្ស័យអាចយល់ធម៌បានទេបើយល់ចំណុចខ្លះក៏មិនមែនជាចិត្តយល់ឬពាល់ត្រូវធម៌បានដែរស្ដាប់ហើយគិតហើយចិត្តគេគ្មានអ្វីផ្លាស់ប្ដូរទេនេះជាចិត្តអាត្មានិយមមិនគិតគេដោយខ្លួនឯងអ្នកដែលមានចិត្តកំពុងតែពុលនឹងតណ្ហាក្នុងភពនេះមួយអ្នកដែលមានចិត្តកំពុងតែពុលក្នុងកាមនេះមួយនិងអ្នកដែលមានចិត្តកំពុងតែពុលនឹងតណ្ហាលោកធម៌នេះមួយចិត្តនេះកុំសំបីតែត្រាស់ដឹងធម៌
ឬអ្នកបោះសម្អាតធម៌គ្រាន់តែជាចិត្តដែលគេបញ្យល់ពីធម៌ចង់ងាប់ទៅហើយក៏មិនយល់ផងអ្នកដែលមានចិត្តមានះខ្លាចអន់ចិត្តអួតនិងមនុស្សមានទិដ្ឋិអោបជាប់ចងសម្លាប់មុខនឹងចិត្តក៏ជាមនុស្សនៃសត្វដែលមិនអាចយល់ធម៌បានដែរមនុស្សមានចិត្តអកុសលច្រណែនឈ្នានីសលោភលន់គំនុំកំណាញ់លាក់ក៏ជាចិត្តដែលមិនងាយនឹងស្ដាប់ធម៌យល់ដែរហើយនឹងសត្វមានចិត្តល្ងិតល្ងងវង្វេងវង្វាន់មិនដឹងស្អីជាស្អីជាចិត្តសត្វរមែករមាក់កំពេចកំប៉ុកតូចតាចក៏ជាចិត្តសត្វមិនងាយឈោងចាប់យកការយល់ធម៌ដែលជាដំណើរធម្មជាតិនេះដែរចិត្តអ្នកអាចយល់ធម៌បានដោយងាយគឺជាចិត្តមនុស្សដែលឃើញទុកគេដោយទុកខ្លួនឯងចិត្តមិនអាត្មានិយមវាស្របនឹងធម៌ជារឿងសកលមិនមែនជារឿងពិសេសសម្រាប់អ្នកណាទេអ្នកមានចិត្តថាខ្លួនឯងពិសេសខុសគេគឺមិនអាចត្រាស់ដឹងធម៌ឬយល់ធម៌ទេមនុស្សគ្មានចិត្តនឿយណាយក៏មិនអាចត្រាស់ដឹងធម៌ឬយល់ធម៌បានដែរសរុបមកវិញចិត្តដែលត្រូវងាយយល់ធម៌គឺចិត្តមិនអាត្មានិយមហើយសង្វេគនឿយណាយនឹងជីវិតចិត្តដែលឡើងតិចតិចមកច្រើនបន្តបន្ទាប់ក្នុងលំអាននេះនឹងជាមនុស្សមានចិត្តយល់ធម៌តិចឬច្រើនបន្តបន្ទាប់គ្នាមកដែរសូមក្មួយរីករាយនឹងជីវិតយល់ធម៌របស់ក្មួយហើយរស់នៅបានជាទីពឹងដល់ខ្លួនឯងនិងអ្នកដទៃតាមកម្លាំងចិត្តនិងកម្លាំងប្រាជ្ញារបស់ក្មួយផងចុះ